អត្ថបទរឿងសង្ខេបរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ប្រភពចេញមកពីដំណើរនយោបាយដែលប្រទេសស្ថិតនៅក្រោមរបបអាណានិគមប្រភេទជាអក្សរសិល្ប៍ប្រឡោមលោកទំនើបឯកសារស្ថិតនៅក្នុងសៀវភៅប្រឡោមលោកនិពន្ធដោយលោកសួនសូរិនហើយនៅឆ្នាំ1993 1994ក្រសួងអប់រំបានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី12ត្រង់វគ្គទី9អ្នកនយោបាយបោកប្រាស់ឡើងទៅប៉ុន្តែបច្ចុប្បន្ននេះក្នុងឆ្នាំសិក្សា2011-2012ក្រសួងបានដកយកវគ្គទី15ទីពឹងថ្មីនិងវគ្គទី17កសិករថ្មីមកបញ្ចូលក្នុងកម្មវិធីសិក្សាវិញចលនាជាអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីសក្តិអារម្មណ៍របស់ប្រជារាស្ត្រក្រីក្រឥទ្ធិពលទទួលឥទ្ធិពលពីរបបសង្គមរាស្ត្រនិយមព្រោះដំណើររឿងបានបំផុសឲ្យប្រជារាស្ត្រស្រឡាញ់ការងារពលកម្មកសិកម្មហត្ថកម្មនយោបាយទឹកតួយ៉ាងដូចជាតួអង្គសំជាដើមការកំណត់តែងឆ្នាំ1960-1961អ្នកនិពន្ធសួនសូរិន